អាជីវករឬក៏ប្រជាពលរដ្ឋទូទៅលោករំពឹងមិនមែនលោកមិនខ្វល់ខ្វាយមិនមែនលោកមិនដឹងអំពីអ្វីដែលជាយើងហៅស្អីអ្វីដែលជាស្ថានភាពនយោបាយដែលកំពុងកើតឡើងក្នុងសង្គមហ្នឹងក៏ប៉ុន្តែពេលខ្លះគាត់គ្រាន់តែជាធនធានដែលបំរុងឬក៏យើងហៅថាជាចលករដែលសម្រាប់ដើរទៅតាមចរន្តនយោបាយនៃការរើបម្រាស់របស់យើងគាត់មិនអាចមកធ្វើសកម្មភាពដូចយើងបានក៏ប៉ុន្តែគាត់សង្ឃឹមនឹងផ្ញើវាសនាលើអ្នកនយោបាយប៉ុន្តែអ្នកនយោបាយមួយចំនួនណាយកអំណាចនិងយកសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋហ្នឹងណាមកធ្វើជាធនធានប្រជាប្រិយភាពឬក៏មោទនភាពคล้ายទៅជាតួឯកដែលមិនបានរកកន្លឹះនឹងមធ្យោបាយហ្នឹងសម្រាប់ទៅដោះស្រាយបញ្ហារបស់សង្គមតទៅសោះដូចក្នុងករណីមួយដែលខ្ញុំលើកឧទាហរណ៍ថាឥឡូវខ្ញុំចាប់ផ្ដើមលើកឧទាហរណ៍ចំខ្លះហើយសូមឲ្យបងប្អូនខ្លះដែលគ្រប់គ្រងគណៈបកនយោបាយបងប្អូនខ្លះដែលគ្រប់គ្រងសកម្មភាពនយោបាយថ្លឹងថ្លែងនឹងវែងញែកដោយយកវិចារណញ្ញាណនិងការត្រាស់រិះពិចារណាមកធ្វើជាមូលដ្ឋានជាជាងការវាយអួរឬក៏សន្និដ្ឋានដោយគិតថាខ្ញុំនឹងវាយប្រហារឬក៏រិះគន់អញ្ចឹងណាឥឡូវខ្ញុំលើកឧទាហរណ៍មួយថ្ងៃមុនខ្ញុំនិយាយឲ្យក៏ប៉ុន្តែมันមានបងប្អូនបានចូលមើលច្រើនអញ្ចឹងហើយក៏มันមានបងប្អូនចែករំលែកអញ្ចឹងប៉ុន្តែថ្ងៃនេះខ្ញុំសូមរំលែកបន្តិចក្នុងករណីមួយដែលយើងហៅថាចំនួនព្រំដែនឬក៏បងប្អូនខ្លះបានប្រើប្រាស់វាទៅដល់ពាក្យថាសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាសម្រាប់ខ្ញុំខ្ញុំមិនដែលគិតថានឹងគឺជាសង្គ្រាមរហូតមកដល់ថ្ងៃនេះវាគឺជាព្រឹត្តិការណ៍នយោបាយដែលលោកហ៊ុនសែនបានរៀបចំឈុតឆាកហ្នឹងប៉ុន្តែរឿងមួយដែលសំខាន់ថាបើសិនជារៀបចំឈុតឆាកចោះការដែលគេទន្ទ្រានយកដីរបស់ភូមិនងចាន់គេទន្ទ្រានយកភូមិជោគជ័យថាតើនឹងវាជាឈុតឆាកបងប្អូនយល់ថានឹងវាជាឈុតឆាកបើសិនជាបងប្អូនយល់ថាមិនមែនទេខ្ញុំនឹងបញ្យល់ប៉ុន្តែសម្រាប់ខ្ញុំនៅតែយល់ថាវាគឺជាឈុតឆាកមួយឈុតឆាកយ៉ាងណាខ្ញុំមិននិយាយអំពីត្រឹមតែបងប្អូនបាត់បង់ផ្ទះសម្បែងលំនៅឋានទេខ្ញុំនិយាយទៅដល់បងប្អូនកងកម្លាំងដែលបាត់បង់អាយុជីវិតនៅលើក្នុងភ្នំដងរៃរាប់ពាន់នាក់សួរថានឹងឈុតឆាកខ្ញុំប្រាប់ថាឈុតឆាកមិនមែនត្រឹមតែ4-5,000នាក់រាប់រយនាក់ឬក៏រាប់ពាន់នាក់ដែលបាត់បង់អាយុជីវិតនៅលើក្នុងភ្នំដងរៃហ្នឹងជាឧបករណ៍នយោបាយរបស់ហ៊ុនសែនទេឥឡូវនេះបងប្អូននៅក្នុងប្រទេសកម្ពុជាទាំងមូលខ្ញុំមិននិយាយថាអ្នកមានអំណាចឬក៏អ្នកដែលមានលទ្ធភាពរស់នៅសុខស្រួលទេណាខ្ញុំនិយាយប្រជាពលរដ្ឋអាជីវករកសិករកម្មករបងប្អូននៅក្នុងប្រទេសកម្ពុជាទាំងមូលក៏ជាចំណាប់ខ្មាំងនៃលបាយនយោបាយឈុតឆាករបស់គេនេះដែរបងប្អូនខ្វះខាតបងប្អូនជួបការលំបាកសេដ្ឋកិច្ចបងប្អូនជួបការលំបាកในការប្រកបមុខរបរឬក៏អាជីវកម្មប្រចាំថ្ងៃបងប្អូនទាំងអស់គ្នានឹងគឺជួបជាមួយនឹងអាវិបត្តិឈុតឆាកមួយនេះហើយសួរថាហ៊ុនសែនខ្វល់ខ្វាយរឿងហ្នឹងហ៊ុនសែនមិនដែលខ្វល់ខ្វាយទេហ៊ុនសែនមានតែនិពន្ធបទចម្រៀងដើម្បីដេកអត់បត់ឲ្យទោះបីបងប្អូនដេកហូតទឹកភ្នែកក៏ហ៊ុនសែនគេមិនខ្វល់ដែរហើយរឿងនេះរឿងកម្ពុជាបច្ចុប្បន្នណាប៉ុន្តែសង្គ្រាមសម័យលន់នល់ក៏ដូចគ្នាសង្គ្រាមសម័យសាធារណរដ្ឋដែលងាប់អ្នកស្រុកអ្នកស្រែនិងខ្ទេចខ្ទីផ្ទះសម្បែងទាំងអស់គ្នាហ្នឹងរហូតដល់ប្រទេសយើងឈានដល់ដំណាក់កាលវិនិស្សកម្មទាំងអស់ហ្នឹងណាវាគឺជារឿងនយោបាយរបស់អ្នកនយោបាយដើម្បីអំណាចទាំងអស់អញ្ចឹងបានខ្ញុំរហូតដល់រិះគន់ថា3លានកន្លះដែលស្លាប់នៅក្នុងសម័យប៉ុលពតណាវាគឺជាអង្គើសងសឹកនយោបាយដើម្បីយកឆ្អឹងទាំង3លានអ្នកនឹងឈាមកប់ពោះដំរីហ្នឹងណាយកមកលាងសម្អាតនៅរាជបល្ល័ង្កដើម្បីមកសោយរាជឡើងវិញរឿងទាំងអស់ហ្នឹងសុទ្ធតែជារឿងនយោបាយបងប្អូនកុំខ្លាចនិយាយបងប្អូនកុំខ្លាចនិយាយអំពីអ្វីដែលវាកើតឡើងដូច្នេះថ្ងៃនេះប្រទេសកម្ពុជាដែលយើងកំពុងតែរងគ្រោះសេដ្ឋកិច្ចកំពុងតែរកជួបនៅវិបត្តិពេលខ្លះយើងថាយើងបាត់បង់ដែនដីបាត់បង់ទឹកដីប៉ុន្តែទាំងអស់ហ្នឹងគឺជាចំណែកមួយនៃបេសកកម្មដើម្បីធ្វើយ៉ាងណាពង្រឹងអំណាចរបស់គេនៅក្នុងរួមហ្នឹងរឿងគឺប៉ុណ្្នឹងឯងអត់មែនរឿងថាបើសិនជារឿងបាត់បង់ទឹកដីបើសិនជារឿងថានោះគឺជាអំពើឈ្លានពានចុះយន្តការហើយនឹងយុទ្ធសាស្ត្រដទៃទៀតដែលមានគេហៅស្អីសំណុំពរនិងការផ្ដល់ជាមតិយោបល់របស់អ្នកវិភាគរបស់ពលរដ្ឋរបស់គណៈបព្វប្រឆាំងថាហេតុអីបានជាមិនចាត់ការ
តែតាមនីតិវិធីឬក៏តាមផ្លូវច្បាប់ពីព្រោះគេអត់ធ្វើយើងឃើញគេប្រជុំប្រសិទ្ធភាពប្រជុំសភារៀបចំឯកសារស្អីណាណីទៅប្តឹងទៅផ្ដាល់ដើម្បីស្វែងរកយុត្តិធម៌ប៉ុន្តែវាអត់ឃើញកើតអីផងណាគេគ្រាន់តែធ្វើទៅឥឡូវរយៈពេលប្រហែលខែហើយជំងឺមួយនេះជំងឺនៃការច្បាំងរាំងជល់គ្នាឬក៏ទំនាស់នយោបាយនេះណាវានឹងកើតឡើងយើងហៅថារ៉ាំរ៉ៃរហូតដល់ប្រទេសមួយនេះអាចនឹងបាត់បង់ឱកាសនៅក្នុងការរើបប្រាស់ក៏អាចថាបាន